មុនគ្រិស្តសករាជឆ្នាំទី226នគរឈិងកំពុងតែបង្កើនល្បឿនក្នុងការឯកភាពទឹកដីទាំងមូលនៅក្រោយពេលដែលនគរឈិងបានវាយលុកនគរហាន់កងទ័ពរបស់ខ្លួនក៏សម្ដៅទៅកាន់នគរវេនៅនគរឈូមេទ័ពធំចង្ហាន់ដឹកនាំកងទ័ពរបស់ខ្លួន30,000នាក់វាយនគរឈូរីឯមេទ័ពធំនគរឈូមានហាន់កងពូជាអ្នកដឹកនាំកងទ័ពវាយជាមួយនឹងកងទ័ពមេទ័ពចង្ហាន់តែទីបំផុតកងទ័ពឈូជាអ្នកទទួលបរាជ័យសំឡប់ទាំងអស់aiទៅខាងនោះមកចាប់ឡើងទៅខាងនោះហើយទៅខាងនោះមើលម៉ែហេតុអីមិនតាន់ឃើញពុកមកទៀតកុំមាត់នៅស្ងៀមស្ដាប់ម៉ែណាកុំចាញ់មកឲ្យសោះពួកឯងចាំមើលខាងនោះមើលឲ្យលឿនពួកឯងចង់ធ្វើអីហ្នឹងម៉ែកុំប៉ះពាល់ម៉ែខ្ញុំចេញទៅអីយ៉ាចង្រៃយោម៉ែកូនប្រុសកុំប៉ះពាល់កូនយើងកុំប៉ះពាល់កូនយើងឲ្យសោះថយចេញកុំប៉ះពាល់កូនយើងបងកូនប្រុសបងអូនកូនមិនអីទេតោះឆាប់រត់ចាSkip! Chọn! Tam! Chọn! Nè! Chọn từ nó! Chọn lỗi! Võ! Chọn tóm! Chọn tóm! Chọn tóm! Đứng lên! Chọn sơn!
ថ្លៃប្រហែលដែរអ្នកនាងស្អាតយ៉ាងនេះខ្ញុំលក់ឲ្យគេ12កាក់តែបើអ្នកនាងវិញខ្ញុំលក់តែ10កាក់ទេប៉ុន្តែមីងខ្ញុំមិនបានយកប្រាក់ចុកខ្លួនច្រើនយ៉ាងនេះទេស្អីនេះចូលចិត្តស្នេហ៍សក់នេះមែនទេ10កាក់ក៏10កាក់ទេខ្ញុំទិញជូនគិតប្រាក់ទេលោកទិញឲ្យអ្នកណាជ្រៀងឡើងខ្ញុំមិនត្រូវការទេមកផឹកណែតិចទៀតពួកយើងទៅមើលអាល្អិតនោះមើលបានស៊ីនេះកុំអត់ទៅណាខ្ញុំចង់និយាយជាមួយនាងទឹកខ្ញុំផឹកផងនេះប្រាអរគុណអ្នកប្រុសត្រូវការទឹកឯងទឹកនេះទឹកអរគុណលោកប្អូនឈ្មោះអីដែរខ្ញុំឈ្មោះហាន់ស៊ីងលើកជានរណាហេតុអីបានជាកញ្ចង់លើកនៅទីនេះខ្ញុំឈ្មោះចុងមីងខ្ញុំជាកងទ័ពរត់ចេញពីព្រំលីសានបើថ្ងៃនេះខ្ញុំមិនស្លាប់ថ្ងៃក្រោយខ្ញុំប្រកាសជាសងគុណឲ្យលោកវិញមិនខានផឹកបន្តិចទៀតទៅអញថ្លឹមធំមែនហ៊ានចូលទឹកមកឲ្យគេផឹកចាប់ខ្លួនគេទៅឯងចង់តដៃហ៎ខ្ញុំមិនហ៊ានទេខ្ញុំចង់សួរលោកមេកងហេតុអីបានជាលោកចាប់ខ្ញុំហេតុអីហេតុតែឯងឲ្យអ្នកទោសផឹកទឹកអ្នកទោសត្រូវប្រហារជីវិតជាមិនផុតទេប៉ុន្តែត្រូវឲ្យបាយទឹកគេហូបគ្រាន់តែឲ្យទឹកផឹកប៉ុណ្ណឹងតើខ្ញុំមានកំហុសអីទៅឯងប្រកាន់និយាយមែនតែយើងគ្មានពេលទៅជែកជាមួយឯងទេបើដឹងខ្លួនឲ្យយើងចាប់ខ្លួនតែម្ដងទេបើសិនជាឯងហ៊ានតដៃឯងច្បាស់ជាមានទោសក្បត់អាចង្រៃសម្រាប់យើងមកគ្មានតាក់ទងនឹងលោកប៉ូទេអ្នកទោសគួរតែស្លាប់ដូចជាឯងនេះនៅស្អីធ្វើអីទៀតមុននឹងក្រោយយើងគង់តែកាប់ឯងមួយកបិតទេនាំគេទៅបានដើរទៅលោកមេកងវាងខានជួបគ្នាយូរហើយលោកម្ចាស់សៀវហេតុអីបានជាលោកមកទីនេះលោកមេកងខ្ញុំមកទីនេះគឺនាំសារជាបន្ទាន់របស់រាជការមួយច្បាប់ណែម្នាក់នេះគេម្នាក់នេះនៅចំពោះមុខយើងឲ្យអ្នកទោសប្រហារជីវិតផឹកទឹកយើងត្រូវតែសួរចម្លើយគេលោកម្ចាស់សៀវខ្ញុំមានការរវល់ខ្ញុំលាលោកសិនហើយណែលោកមេកងហេតុអីបានជាលោកណែទៅប្រកាន់មនុស្សកប៉ិចកប៉ុកដូចគេអញ្ចឹងធ្វើអីលោកឃើញទេខ្ញុំធ្វើដំណើរពីយាមឥឡូវឃ្លានណាស់ចង់ជើញលោកពិសាស្រាជាមួយគ្នាម្ដងលោកមិនផ្ដល់កិត្តិយសឲ្យខ្ញុំទេមិនមែនទេគឺខ្ញុំមិនចង់ឲ្យលោកចំណាយប្រាក់អាយ៉ាយើងសុទ្ធតែគ្នាឯងទេអញ្ជើញលោកប្អូនពីរនាក់នេះទៅជាមួយផងទៅហ៎យើងតែគ្នាលោកម្ចាស់សៀងជិះទៅហើយយើងគួរតែសម្ដែងការគួរសមទៅជាមួយគ្នាទៅចេញពីទីនេះទៅអូបាទលោកប៉នសុំជើញ
ជិញ ចៃចាបានទៅតាមខ្ញុំយ៉ាងនេះទៀតខ្ញុំប្រាប់ឲ្យហើយប្រយ័ត្នខ្ញុំស្រែកណា នាងស្រែកចុះនាងចង់ស្រែកខ្លាំងទេដើម្បីឲ្យគេគ្រប់គ្នាដឹងថាជាយ៉ាងខ្ញុំស្រឡាញ់នាងតើនៅណាហ៊ាននៅដឹងនាងទៅហ៎ខ្ញុំជួយស្រែកឲ្យនាង លែងដៃខ្ញុំទៅលែងដៃ ណែឆាប់ម្នាក់មកឆាប់ម្នាក់មកឆាប់ម្នាក់មក ខ្ញុំសង្វរលែងដៃខ្ញុំទៅ ណែអ្នកទាំងអស់គ្នាឆាប់ម្នាក់មកឆាប់ម្នាក់មកឆាប់មកជឹកខ្ញុំមកឲ្យលឿនឡើងអាយ៉ាហី ដួលចាំបានសំមុខសំមុខវាអើយហ្នឹងសំមុខអើយនេះទៅហើយអូអ្នកប្រជេសំទោសខ្ញុំប្រហែលពេកទៅប៉ះត្រូវអ្នកប្រុសណាសំទោស គឺឯងទេឯងមានចេតនាមែនទេហ៎ ខ្ញុំមិនហ៊ានទេម្ដាយខ្ញុំធ្វើការជួយអ្នកប្រុសខ្ញុំហូបបាយក៏ពឹងលើអ្នកប្រុសដែរ ណែទៅកុំមករំខានយើងឆាប់ទៅអសេអីអ្នកប្រុសខ្ញុំនាំអ្នកប្រុសទៅលេងល្បែង កុំអី ថ្ងៃនេះអ្នកប្រុសមានសំណាងល្អប្រកាសជាឈ្នះហើយតោះ សេអីណែ ទៅខ្ញុំជួយអ្នកប្រុសទៅលេងល្បែងណាតោះទៅលេងតោះ អ្នកប្រុសអង្គបុកដូចហើយ អ្នកបនលីវទៅហើយអ្នកប្រុសមានការអីដែរ ឆាប់ទៅយកអង្គឲ្យកត់បុកទៀតឲ្យលឿនឡើង អ្នកប្រុសបុកប៉ុណ្ណឹងគ្រប់គ្រាន់ហើយម្ដងណាក៏បុកតែប៉ុណ្ណឹងដែរណា ខ្ញុំអស់អ្នកបងទៅយកអង្គមិនក៏និយាយច្រើនម៉េចឲ្យឆាប់ឡើង ចាអ្នកប្រុសខ្ញុំធ្វើអីមិនត្រឹមត្រូវបានជាអ្នកប្រុសខឹងមែនទេ បើអ្នកបងសួរខ្ញុំប្រាប់អ្នកបងចុះពេលទៅវិញណែនាំហានស៊ីងថ្ងៃក្រោយទៅឲ្យឆ្ងាយពីអ្នកនាងលៀមបន្តិចទេបើមិនចឹងទេអ្នកបងច្បាស់ជាមានបញ្ហាហើយ អ្នកប្រុសនិយាយនេះខ្ញុំមិនយល់ទេកូនប្រុសខ្ញុំនិងអ្នកនាងលីមានរឿងអីកើតឡើង អ្នកបងទៅវិញសួរហានស៊ីងច្បាស់ជាដឹងហើយ មកនេះមកនេះ នេះអង្គុយចុះសិនទៅខ្ញុំតែខាងនោះមកផ្លែចាំខ្ញុំណា Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
បិទភ្នែកទៅមើលមើលឲ្យវាមកខ្ញុំម៉េចចូលចិត្តទេចូលចិត្តយកទៅមកឲ្យយើងមើលបាតដៃមើលហាមាត់ឲ្យមកអង្គុយខាងនេះសិនមកអរគុណលោកគ្រូប៉ែនថ្នាំឈានវ3G បាយឆៅ 3G ทางสู่ 3G ตาจี 5G ងាវ G 5G ជិនធានថ្ងៃនេះត្រឹមនេះចុះចេះមកខ្ញុំជួយអរគុណអរគុណហើយថ្ងៃនេះមនុស្សគ្រប់ចំនួនហើយលោកគ្រូសឺម៉ាគាត់ត្រូវការសម្រាប់ទាំងអស់គ្នាទៅវិញសិនទៅចាំស្អែកមកពីព្រលឹមបន្តិចមកណាអាយ៉ាគាត់ទៅជួមទៅជុំខ្លួនទៅវិញចឹងទាំងអស់គ្នាស្ងាត់បន្តិចទៅនេះគឺជាច្បាប់ទម្លាប់របស់លោកគ្រូសឺម៉ាសូមចេញត្រឡប់ទៅវិញចាស់ស្អែកសូមមកទៀតនេះគឺជាទម្លាប់យូរមកហើយអូតោះស្អែកចាំមកទៀតមកទៀតមិនជួយអត់ប្រយោជន៍មែនរាល់ថ្ងៃឯងមកទៀងទាត់ណាស់ចុះហេតុអីថ្ងៃនេះឯងមកយឺតការពិតគឺវាអញ្ចឹងបើគុំតែបានជួបលោកសៀវដែលទើបតែមកដល់នោះប្រហែលជាខ្ញុំមកមិនរួចទេឯងបានជួបម្នាក់នេះគឺជាសំណាងរបស់ឯងបើមិនចឹងទៀតឯងត្រូវពេញនៃ30ដំបងប្រកាសជាចុកចាប់ពេញខ្លួនលោកគ្រូស្គាល់ម្នាក់នឹងដែរមិនត្រឹមតែស្គាល់ទេពួកយើងជាមិត្តចាស់ទៀតផងណែបើយើងស្មានមិនខុសទេយប់នេះគាត់ប្រកាសជាមកលេងនឹងយើងអ៊ីងថាវ៉ាបន្តិចទៀតនេះទៅផ្សារទិញស្រាមួយប៉ាន់មកហើយទៅទិញសាច់ឆ្កែបាន2-3ដុំដើម្បីមកទទួលភ្ញៀវគេរយុះណាស់ចាស់លោកគ្រូអ្នកដែលលោកគ្រូចាត់ទុកជាមិត្តភក្តិប្រហែលជាមិនមែនធម្មតាទេខ្ញុំក៏ចង់ស្គាល់គាត់ដែរវាសនាមនុស្សគឺស្រេចទៅលើនិស័យអ្នកទាំងពីរធ្វើបទតែមាននិស័យតែត្រូវរាប់អានគ្នាដោយស្មោះចំពោះនិស័យមិនទាន់មកដល់ឯងទៅវិញចុះថ្ងៃនេះលោកគ្រូអត់បញ្យល់មេរៀនដល់ខ្ញុំទេអ្វីដែលយើងរៀននោះបានបញ្យល់ទៅឯងចិត្តអស់ហើយគ្មានអ្វីដែលត្រូវបង្រៀនទៀតទេចំពោះថ្នាំឬឈើមឯងដូចជាមិនចាប់អារម្មណ៍សោះថ្ងៃក្រោយឯងមិនចាំបាច់មកទៀតទេរៀនក្បួនសឹកសំខាន់គឺចេះយកមកប្រើមិនមែនថារៀនហើយនឹងចេះយកមកទុកនៅក្នុងគម្ពីរចោលនោះទេខ្លួនឯងត្រូវតែស្វែងយល់ខ្លះផងអញ្ចឹងលោកគ្រូខ្ញុំសូមយកគម្ពីរសឹករបស់គ្រូសាសឺម៉ាទៅមើលបានទេ
តែម្ដាយឯងមិនឲ្យឯងរៀនកពីសឹកទេបើគាត់ដឹងថាប្រហែលឆ្នាំនេះឯងនៅកន្លែងយើងមិនមែនរៀនវិជ្ជាពេទ្យនោះហើយបែរជារៀនកពីសឹកគាត់ប្រកាសជាមិនអត់ឲ្យយើងមិនខាន ដល់ពេលនោះយើងប្រហែលជាត្រូវមាត់ដោយសារតែឯងនឹង មិនអីទេម្ដាយខ្ញុំគោរពលោកគ្រូណាមានរឿងអីតែថាឲ្យលោកគ្រូនោះខ្ញុំយកទៅតែមិនឲ្យម្ដាយខ្ញុំដឹងទេ បជារាលំបាកវេទនាណាស់ឥឡូវព្រះរាជានឹងវង្វេងវង្វាន់តកូចៅនឹងប្រើអំណាចផ្ដាច់ការធ្វើបាបបជារាខ្លាំងណាស់ លោកគ្រូមានដែលលើគេនិយាយថាចង្អុលសត្វប្រើទៅជាសត្វសេះដែរទេ ហើយរឿងប្តីផ្ដាប់បែបនេះមិនគួរថាកើតឡើងនៅក្នុងរាជការទេចៅកើពេលនេះធ្វើអ្វីដូចជាជំនួសព្រះរាជាទៅហើយណាសាសង់វិមានធំធ្វើបាបបជារាប្រើទណ្ឌកម្មគ្រប់បែបយ៉ាងមិនគិតការស្លាប់រស់របស់បជារាគ្រប់គ្នានោះមានការភ័យខ្លាចហើយឥឡូវនេះចៅកៅសូមព្រះអនុញ្ញាតពីព្រះរាជាជ្រើសរើសស្អីស្អាតចូលរាជវាំងដើម្បីធ្វើជាស្នំឯកមិនដឹងថាមានកូនស្រីប្រមាណគ្រួសារទេដែលត្រូវបែកបាក់ឲ្យខានជួបជុំគ្នាទៀតផងខ្ញុំគិតថាមិនយូរប្រមាណទេប្រកាសជាមានមនុស្សគ្រប់ឈរតស៊ូនោះគឺមកពីរាជការបង្ខំបជារាទេបជារាត្រូវតែប្រឆាំង មិនត្រឹមតែប៉ុណ្ណឹងទេកូនចៅចំនួនក្រោយនៅនគរទាំង6នោះគឺកំពុងតែត្រៀមខ្លួននៅក្នុងនោះមានសៀងលៀងហើយនៅសៀងអ៊ីហើយនៅនគរឈូមានធានកិនហើយនៅធានយងវ័យប៉ៅដែលនៅនគរចៅសុទ្ធទៅនាំគ្នាក្រោកឈរឡើងទៅហើយគេធ្វើនេះដើម្បីសងសឹកឲ្យនគររបស់គេមិនយូរប៉ុន្មានទេប្រកាសជាមានការជុំគ្នាអ្នកខ្លះហិនទាំងអស់ជាមិនខានទេ ពិតជាអញ្ចឹងមែនហើយបើតាមយោបល់របស់លោកនៅពេលដែលពួកគេនាំគ្នាគ្របឈរឡើងនោះប្រឆាំងនឹងពួកគេតើអ្នកណាជាអ្នកនាំមុខមកមិនទេពួកយើងអង្គុយចុះមកនិយាយគ្នាមកសូមអញ្ជើញ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  ហាន់ស៊ីង ម៉ែកូននៅទីនេះ ហាន់ស៊ីង ម៉ែ ម៉ែមានការចង់និយាយជាមួយកូន ម៉ែតែមានរឿងអី កូនស្រឡាញ់អ្នកនាងលីស៊ីអ៊ីហើយមែនទេកូនចង់ស្ដីត្រឹងនាងឯង គ្រួសាររបស់យើងក្រណាស់បានស្អីទៅដឹងគេ បើកូនដឹងជាការល្អហើយសៀវអ៊ីជាកូនស្រីល្អរូបរាងស្អាតត្រឹមត្រូវចិត្តល្អទៀតផងក៏ប៉ុន្តែនាងជាកូនលោកមន្ត្រីពួកយើងជារាជសាមញ្ញមិនសមគ្នាទេពួកយើងមិនត្រូវឲ្យគេមើលងាយទេ ឪពុកនាងគ្រាន់តែជាមេភូមិប៉ុណ្ណោះឋានៈមិនមែនជាមន្ត្រីធំឯណា ទោះជាមិនគិតពីរឿងឋានៈរបស់ឪពុកនាងក៏បានដែរប៉ុន្តែកូនដឹងទេអ្នកប្រុសចាស់ក៏ស្រឡាញ់នាងពួកយើងបានអីទៅប្រជែងជាមួយគេ
បើមិននិយាយអញ្ចឹងទៅហើយកូនត្រូវតែប្រជែងចៃយ៉ងគ្រាន់តែជាមនុស្សចោលមកសៀតម្នាក់គេជាអ្នកកាប់ជ្រូករកស៊ីមានបានប៉ុណ្ណឹងមានអីអស្ចារ្យទៅឯខ្ញុំជាអ្នកប្រុសនៅក្នុងរាជវាំងអូទៀតម៉ែប្រាប់កូនប្រមាណលើកទៅហើយឋានៈរបស់យើងគឺជារឿងពីមុនទេឥឡូវនេះយើងជាប្រជារាស្ត្រសាមញ្ញសូមឲ្យបានតែសុខមានការហូបចុកគ្រប់គ្រាន់បានហើយយើងមានស្អីទៅប្រជែងជាមួយគេកូនធ្វើនេះនាំគ្រោះដាក់ខ្លួនណាតែកូនមិនអស់ចិត្តទេមិនអស់ចិត្តក៏ត្រូវតែអស់ចិត្តដែរតាំងពីឪពុកកូនស្លាប់ទៅម៉ែក៏លែងគិតអ្វីៗទៅហើយសូមឲ្យតែម៉ែរក្សាកូនធំឲ្យបានសុខទៅគ្រួសារយើងមានបាយហូបចុករាល់ឋានៈឬបុណ្យស័ក្តិមានប្រៀបដូចជាពពកហោះកាត់ទៅហើយម៉ែឃើញកូននៅជាមួយលោកគ្រូស៊ឺម៉ាយូរឆ្នាំដែរតែដូចជាមិនយល់អីបន្តិចសោះកូនអានថ្នាំឬឈើពី3មុខឲ្យម៉ែស្ដាប់ទៅមើលបាទកុំមើលសូត្រទៅយិនសិនពណ៌សថ្នាំប៉ូលីងថ្នាំតាំងគួយថ្នាំលៀនឈៀវហើយនឹងបាទនឹងតាវាងជាមួយនឹងឆាយស៊ូហើយនៅមាននាងសជាមួយបានហើយកូននិយាយទៅមើលតែស៊ូយកមកធ្វើអីយកមកព្យាបាលអីខ្លះបាយស៊ូសម្រាប់ព្យាបាលណែគ្រាន់តែងាយបំផុតក៏កូនឆ្លើយមិនរួចដែរប្រហែលឆ្នាំនេះកូនរៀនបានអីខ្លះរៀនដូចជាអត់បានរៀនអញ្ចឹងម៉ែកំខឹងអីម៉ែពិតជាកូនកតញ្ញូរបស់យើងមែនកូនរៀនកំពីសឹកលាក់មិនឲ្យម៉ែដឹងកូនធ្វើឲ្យម៉ែខឹងសេះស្លាប់ទៅហើយកូនខំរៀនកំពីសឹកនេះហើយកាន់កបិតវែងដើម្បីសងសឹកជូនពុកម៉ែមានដឹងទេត្រឹមត្រូវណាស់ម៉ែមិនគួរវាយកូនមិនគួរខាត់កូនមែនទេកូនទៅចុះកូននៅឪពុកកូនតាំងខ្លួនជាអ្នកក្លាហានទៅចុះម៉ែចាត់ទុកថាគ្មានកូនប្រុសដូចកូនទេម៉ែកូនខុសហើយសូមម៉ែកុំខឹងនឹងកូនអីពុកកូនស្លាប់ចោលម៉ែតាំងពីកូននៅតូចម៉ែសង្ឃឹមថាមានកូននៅកំដរម៉ែប៉ុន្តែកូនគិតតែពីរឿងផ្សេងម៉ែមានសង្ឃឹមអីទៀតហើយម៉ែរស់នៅមានន័យអីទៀតទៅម៉ែកូនខុសហើយម៉ែកូនខុសហើយកូនលែងហ៊ានទៀតហើយម៉ែកុំដេញកូនអីកូនក៏បានសន្យានឹងពុកដែរពុកលោកម្ចាស់ត្រឹមតិចទៅលោកម្ចាស់អូនលោកម្ចាស់បងក្រែងបងខ្លាចដែរបងខ្លាចមិនបានជួបអូនទៀតទេកូនប្រុសរបស់យើងបងប្រគល់ឲ្យអូនហើយទោះជាលំបាកយ៉ាងណាអូនត្រូវតែថែរក្សាគេឲ្យបានពេញវ័យឲ្យគេបន្តកិច្ចការគ្រួសារតកូលហានយើងពុកកូនមិនឲ្យពុកស្លាប់ទេពុកមិនស្លាប់ទេកូនមិនឲ្យពុកស្លាប់ទេពុកលោកម្ចាស់
ក្នុងនាមជាកូនប្រុសមិនត្រូវខ្លាចស្លាប់ទេកូនប្រុសអត់តែកូននឹងម្ដាយកូននៅរស់ពុកស្លាប់ទៅបិទភ្នែកចិត្តហើយកុំយំហាន់ស៊ីកូនកុំយំអីកុំយំហាន់ស៊ីទឹកភ្នែកមនុស្សប្រុសមានតម្លៃដូចជាមាសមិនត្រូវស្រក់ទឹកភ្នែកងាយៗទេស្ដាប់បានទេកូនសម្លាញ់ពុកហាន់ស៊ីលើកដៃឡើងមកនេះជាដាវប្រចាំតកូលរបស់យើងដាវនេះនៅជាមួយពុកយូរឆ្នាំឆ្លងកាត់គ្រប់សមរភូមិឥឡូវនេះពុកបកគោទៅឲ្យកូនតែកូនត្រូវតែចាំណាកូនគឺជាកូនចៅចំនួនក្រោយនគរហាំងហើយក៏ជាកូនចៅមន្ត្រីនគរឈូថ្ងៃក្រោយកុំឲ្យអាប់អន់គិតយល់ដោយសារដាវនេះឲ្យសោះកូនធំឡើងកូននឹងខ្លាចខ្លួនជាមេតបធំដូចជាពុកអញ្ចឹងកូននឹងសងសឹកជន់ពុកឲ្យតតែបានល្អណាស់ពុកនគរឈូមាន3ត្រូវតែវាយនគរឆេញម៉ែនៅចំពោះមុខពិបាកស្មានណាស់តែតាមខ្ញុំយល់សៀនលៀងក្លាហានតែខ្វះប្រាជ្ញាតែក្មួយរបស់គេឈ្មោះសេងអៀនគេមានកម្លាំងហើយខ្លាំងក្លាណាស់តែតាមខ្ញុំយល់គ្រាន់តែជាមនុស្សឆេវឆាវម្នាក់ចំពោះសៀនចាន់សៀនយ៉ងវៃប៉ាវជាមនុស្សកំពេចកពុកស្គាល់តែផលប្រយោជន៍ខ្លួនប៉ុណ្ណោះអ្នកផ្សេងក៏កាន់តែគ្មានអីគួរឲ្យអស្ចារ្យដែរខ្ញុំក៏យល់ដូចលោកដែរត្រូវហើយបើតាមខ្ញុំយល់នៅស្រុកបៃសៀនមានមនុស្សម្នាក់ថ្ងៃក្រោយប្រកាសជាសម្រេចកិច្ចការធំជាមិនខានទេលោកនិយាយទៅបាទម្នាក់នេះគឺតកូនលីឈ្មោះប៉ាងនៅស្រុកស៊ឺស៊ួយចិត្តទូលាយប្រកាន់សច្ចធម៌ហើយចូលចិត្តរាប់អានអ្នកពិភពគុណមានថ្ងៃមួយលីប៉ាងផឹកសាសវឹងស្រាតអស់ពីខ្លួនតែម្ដងដេកនៅលើវាលស្រែគេមើលឃើញខ្លួនរបស់លីប៉ាងសាក់ជារូបនាគ9នេះគឺជាហេតុផលមួយតើមែនទេពាក្យទាំងនេះមិនអាចយកជាការពិតបានទេមែនហើយមិនគួរឲ្យជឿទេខ្ញុំជម្រាបឲ្យត្រង់ចុះខ្ញុំរាប់អានគេយូរដែរបើតាមដែលខ្ញុំយល់ពីគាត់ម្នាក់នេះគេមានទេពកោសល្យខុសគេថ្ងៃក្រោយប្រកាសជាមានអនាគតល្អបើសិនជាលោកចាប់អារម្មណ៍ជាមួយខ្ញុំណែនាំលោកឲ្យស្គាល់គេចុះយ៉ាងម៉េចដែរលោកយល់ព្រមទេខ្ញុំយល់ពីនេះរបស់លោកហើយប៉ុន្តែខ្ញុំជាមនុស្សចំណាស់នេះទៅហើយនេះចំពោះរឿងនៅក្នុងលោកនេះខ្ញុំក៏មិនលោកដៃដែរបើអង្គនិយាយលេងចេះតែបានតែឲ្យខ្ញុំទៅលោកដៃនោះគឺមិនអាចទេមិនអាចជាដាច់ខាតតាមពិតលោកក៏ជាមនុស្សចំនួនក្រោយដល់ពូកែដែរក្នុងការស្រាវជ្រាវវិធីធ្វើសឹកលោកមានប្រាជ្ញាជ្រាលជ្រៅមានទេពកោសល្យល្អបែរជាដកខ្លួនចេញពីរឿងទាំងអស់នេះពិតជាគួរឲ្យស្ដាយណាស់ហើយខ្ញុំមានការធុញទ្រាន់ការកាប់ចាក់នៅសមរភូមិថ្ងៃរះថ្ងៃលិចឲ្យតែមានអ៊ីងថៅនៅកំដរខ្ញុំគ្មានអីឲ្យស្ដាយនៅក្នុងឆាកជីវិតខ្ញុំទៀតទេគឺវាគ្រប់គ្រាន់ហើយប៉ុន្តែនៅចំពោះមុខខ្ញុំនោះមានមនុស្សម្នាក់នេះ
ម្នាក់នាងថ្ងៃក្រោយប្រកាសជាមិនធម្មតាទេម៉ែពិសាទឹកទៅនៅចាំអ្វីដែលម៉ែនិយាយជាមួយកូនទេកូនចាំហើយនិយាយទៅមិនចង់បានបន្សាក់មិននិយាយពីក្បាច់គុណមិនប្រជែងជាមួយអ្នកដទៃមិនជំនាញជាប់ខ្លួនសម្រាប់សេចក្តីសុខបើបានជានៅចាំតើហេតុអីបានជានៅកុហកម៉ែខ្ញុំជាកូនចៅចំនួនក្រោយនៃមនុស្សរាជវង្សជាកូនចៅមេតបនគរឈូកូនមិនភ្លេចទេមិនភ្លេចពីការសន្យារបស់កូនចំពោះដាវរបស់ពុកគឺនៅចាំជានិច្ចអញ្ចឹងចំពោះម៉ែកូនគិតយ៉ាងម៉េចម៉ែកូនត្រូវជូនកិត្តិយសទៅម៉ែថ្ងៃក្រោយបើសិនជាកូនមានអនាគតម៉ែក៏បានសេចក្តីសុខដែរម៉ែជឿកូនចុះកូនមិនកុហកម៉ែទេអ្វីទឹកក្តីសុខគ្មានគ្រោះថ្នាក់គឺសុខហើយសុខសាន្តគឺសុខហើយឲ្យតែរស់គឺសុខហើយពុកកូនកាលដែលនៅរស់គឺអស្ចារ្យទីបំផុតគឺយ៉ាងណាគាត់ស្លាប់តាំងពីអាយុ40ទុកចោលពីអ្នកម៉ែកូនយើងពិបាកប៉ុណ្ណាម្យ៉ាងទៀតមង្ធានគឺជាមេតបដ៏ពូកែអ្នកណាក៏ស្គាល់ដែរតែទីបំផុតយ៉ាងណាដែរព្រោះរាជាប្រទានទោសឲ្យគេស្លាប់គ្រួសារគេជាង300នាក់បោះបង់គេចោលហាន់ស៊ីងតើឲ្យម៉ែបញ្យល់កូនយ៉ាងណាទៅកូនយល់ម៉ែកូនខុសហើយចាប់ពីថ្ងៃនេះទៅកូនឈប់ធ្វើឲ្យម៉ែខឹងទៀតហើយម៉ែឈប់ខឹងទៅណាម៉ែឈប់ខឹងទៅហាន់ស៊ីងថ្ងៃក្រោយកូនកុំកុហកម៉ែទីស្ដាប់បានទេបាទម៉ែសាលាស្រុកនាំមកនៅបញ្ជារបស់រាជការឲ្យស្រុកនានានឹងជ្រើសរើសស្អីស្អាតដើម្បីបញ្ជូនទៅកាន់រាជវាំងព្រះរាជាសោយរាជថ្មីស្រុកនីមួយនឹងត្រូវតែយករបស់ទៅថ្វាយម្ដងនាមគឺជាឱកាសដ៏ល្អនៅស្រុកវាំងអ៊ីញ៉ៃទេសភាពក៏ស្អាតទឹកក៏ថ្លាគឺជាកន្លែងដែលមានស្អីស្អាតលើសគេសូមឲ្យអស់លោកទាំងអស់គ្នាខិតខំប្រឹងប្រែងទៅពិនិត្យតាមគ្រួសារកុំឲ្យថ្ងៃក្រោយនឹងមានការសោកស្ដាយឲ្យសោះលោកម្ចាស់សូមលាសិនឲ្យអញ្ជើញសូមជឿលោកម្ចាស់តើពេលណាទៅមកជូនចុងលីមីទៅកាន់ស៊ីយ៉ាងទេកុំអាបង្ខំយកទៅដាក់គុកសិនទៅពេលដែលជ្រើសរើសស្អីស្អាតបានហើយនឹងបញ្ជូនទៅសៀនយ៉ាងជាមួយគ្នាទៅខ្ញុំខ្លាចតែរឿងនេះមានការបែកឆ្ងាយចុងលីមីមិនមែនជាមនុស្សធម្មតាទេកាលគេនៅជាអ្នកនេសាទត្រីនៅវ៉ៃហឺគេចេញចូលនៅក្នុងទីផ្សារនៅក្បែរខ្លួនគេមានគ្នាច្រើនណាស់មានមនុស្សដែលមកខ្លាចស្លាប់បើសិនជាបង្ករឿងយើងពិបាកនឹងមកក្រាបគេណាលោកម្ចាស់យើងមានរឿងអីដែលត្រូវខ្លាចគេបើសិនជាគេហ៊ានបង្ករឿងកងទ័ពស្រុក 3000 នាក់នឹងចាត់ការពួកគេទាំងអស់តែម្ដងជំរាបទៅរាជការទៅនេះគឺជាស្នាដៃធំរបស់យើងហើយលោកម្ចាស់មានប្រសាសន៍ត្រូវណាស់